នៅ Telegram ពេលយើង send រូបភាពឬក៏វីដេអូទៅវាអត់សូវច្បាស់វាព្រាលហ្នឹងដើម្បីយើងចូលដែលខ្ញុំ save ជារូបភាពធម្មតាអញ្ចឹងចុចលើអានេះសញ្ញាខ្ទាស់នេះហើយចុចយករូបភាពទៅខ្ញុំយករូបភាពនេះមួយខ្ញុំ send អញ្ចឹងពេលយើងចូលទៅមើលវាបែកអត់សូវច្បាស់លើនៅទៅព្រាលយើងមើលទៅវារូបព្រាលស្អាតព្រាលតែពេលខ្ញុំ send មួយទៀតគឺយើងចុចកន្លែងគ្នាម្ដងតែយើងយកពាក្យថា file យក file ហើយយើងចូលទៅឡើង select from gallery ហ្នឹងហើយយើងទៅលើរើសរូបម្ដងទៀតហើយ send តែ file ហ្នឹងវាធំជាងឥឡូវនេះ file ដែលយើងថតបានមិនគឺវាឃើញរូបភាពផ្ញើទៅគឺអញ្ចឹងដែរជាមួយខ្ញុំ zoom មើលនេះគឺអក្សរច្បាស់ពេលយើង zoom មើលរូបហើយអក្សរអីច្បាស់ណាស់ដូចកាមេរ៉ាយើងថតបានមិនគឺច្បាស់ជាងតែម្ដងនៅបណ្ដាខែគឺច្បាស់ល្អវាអត់ដូចយើង send ធម្មតានេះគឺច្បាស់យើងអាចមើលអក្សរទាំងអស់ហ្នឹងគឺដោយដែលយើងបានថតហើយវីដេអូក៏ចឹងដែរអញ្ចឹងបើយើងចង់ឲ្យ send ទៅរូបឲ្យគេច្បាស់ឬក៏វីដេអូ send ឲ្យគេច្បាស់តើតែយើងផ្ញើជា file បើយើងផ្ញើធម្មតាគឺវាព្រាលវាអត់សូវច្បាស់